ដល់បង្គោលឃីវផ្ដាច់ទឹកមួយឬក៏យ៉ាងណាបើវាយឆ្វេងទាត់ស្ដាំថែមទៀតបង្គោលឃីវបង្គោលក្រហមមកថយផុតបាទចលោបន្តិចឆ្វេងម្ដាយទាត់ស្ដាំបង្គោលក្រហមតាំងឃុំទាត់ស្ដាំថែមរបស់បង្គោលឃីវវាយឆ្វេងរបស់រ៉ានុតជង្គង់របស់រ៉ានុតជង្គង់របស់រ៉ានុតអាញាកដាលរាប់មួយលើកទៀត1 2 3 4 5 បាទបង្គោលក្រហមមើលទៅដូចជានេះអាចប្រកួតបានបន្តប៉ុន្តែពេលវេលាកាន់តែខើចចាំមើលបាទ20វិនាទី10វិនាទីចុងក្រោយបាទឆ្វេងជង្គង់ទាត់ឆ្វេងត្រង់នេះអាញាកដាលបាទគឺបញ្ឈប់ទៅហើយបាទខ្វះតែប្រមាណវិនាទីទៀតនឹងចប់ទប់អត់ជាប់បាទបង្គោលក្រហមបាទបង្គោលខៀវគាត់បញ្ញាប់ចប់បាទឆ្លៀតគោះជួងទៀតបាទគណៈកម្មការបាទយ៉ាងណាការប្រកួតនេះបាទគឺចប់ហើយបាទចប់ត្រឹមទឹកទី1បាទគឺមិនដល់ទឹកទី2ទេអបសាទរបាទដល់បង្គោលខៀវបាទកីឡាករសិទ្ធិរ៉ានុតបាទត្រង់កន្លែងនេះទាត់ជើងលើកផ្ដួលមួយបាទដួលបត់កកលើម្ដងបង្គោលក្រហមបាទកន្លែងនេះហើយបាទទាត់ពីរជើងទួនចូលក្តៀតក្អមបាទឆ្អឹងជនីធ្វើឲ្យបង្គោលបាទក្រហមត្រូវអាញាកដាលរាប់មួយលើកបាទហើយកន្លែងនេះជាការរាប់លើកទី2បាទជង្គង់បាទនឹងចុងក្រោយបាទចុងទឹកខ្វះទៅប្រហែលនាទីមួយជើងចូលពោះទឹកនេះអាញាកដាលក៏សម្រេចបញ្ឈប់តែម្ដងបាទគឺមិនអោយបាទរាប់លើកទី3ទេបាទអបអរសាទរបាទដល់សិទ្ធិរ៉ានុតបង្គោលខៀវមកពីសក្ការៈគុណខ្មែរវត្តភ្នំតូចខេត្តកំពង់ស្ពឺបង្គោលខៀវកីឡាករសិទ្ធិរ៉ានុតឈ្នះកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលក្រហមជាវឌ្ឍនាលោកអាញាកណ្ដាលបញ្ឈប់ឲ្យប្រកួតនៅក្នុងទឹកទី1